បាទសួស្តីបងប្អូនអញ្ចឹងវីដេអូនេះខ្ញុំនិយាយអំពីការកែសម្រួល profile ហើយនិង cover បាទអញ្ចឹងខ្ញុំមាននេះជា profile របស់ខ្ញុំបាទនេះជារូប profile នេះជារូប cover បាទហើយនេះជាវីដេអូដែលខ្ញុំបាន upload ហើយកន្លែងនេះជាវីដេអូដែលខ្ញុំបាន pin បាន like នេះជាវីដេអូដែលខ្ញុំបាន pin បាទអញ្ចឹងឥឡូវនឹងខ្ញុំចូលទៅផ្លាស់ប្ដូររូប profile របស់ខ្ញុំបាទយើងឃើញ icon មួយរូបកាមេរ៉ានេះបាទយើងចុចលើវាមកបាទអញ្ចឹងវា load ចូលកន្លែងផ្លាស់ប្ដូរ profile ហើយយើង click លើវាមួយមកបាទហើយយើងអាចជ្រើសរើសរូបភាពណាក៏បានដែរបាទអញ្ចឹងឥឡូវខ្ញុំចុចយករូបនេះចុះបាទអញ្ចឹងនៅពេលដែលយើងចុចយករូបហើយវាអាចឲ្យយើង scale ឬcrop រូបនៅកន្លែងតាណាក៏បានដែរសម្រាប់រូបដែលយើងដាក់លើ profile របស់យើងបាទអញ្ចឹងខ្ញុំcrop យកប៉ុណ្ណេះបាទហើយខ្ញុំចុចcrop upload មកបាទអញ្ចឹងខ្ញុំទទួលបានរូប profile ថ្មីមួយហើយបាទហើយឥឡូវខ្ញុំចង់បដូរcover របស់ខ្ញុំដែរបាទអញ្ចឹងយើងចុចរូបកាមេរ៉ាកន្លែងនេះមកបាទអញ្ចឹងនេះជារូប cover ចាស់របស់យើងហើយយើងចុចផ្លាស់ប្ដូរវាមកបាទអញ្ចឹងខ្ញុំយករូបនេះចុះបាទរូបនេះប្រហែលជាតូចអាចអត់សូវច្បាស់ខ្ញុំយករូបណារៀងធំបន្តិចបាទយករូបនេះមកបាទអញ្ចឹងខ្ញុំចុច update បាទអញ្ចឹងខ្ញុំទទួលបាន cover ថ្មីមួយដែរបាទអញ្ចឹងនេះជារបៀបដែលយើងផ្លាស់ប្ដូរ cover ឬក៏ profile បាទអូខេអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះបាទជួបគ្នានៅវីដេអូបន្ទាប់